ពីមុនមកការងារមួយនេះជាការងារស្ម័គ្រចិត្តដែលកូនខ្ញុំគាត់ចូលចិត្តធ្វើបងប្អូនប៉ុន្តែការងារនេះគឺរដ្ឋអត់បានអនុញ្ញាតឲ្យបូកបញ្ចូលនៅក្នុង40ម៉ោងដែលវិទ្យាល័យកំណត់នោះទេអញ្ចឹងនៅពេលដែលកូនប្រុសខ្ញុំគាត់ចង់ធ្វើការគ្រប់40ម៉ោងតាមអ្វីដែលសាលារៀននៅវិទ្យាល័យបានកំណត់អញ្ចឹងគាត់ត្រូវទៅធ្វើការនៅកន្លែងផ្សេងធ្វើការស្ម័គ្រចិត្តដូចជានៅតាមបណ្ណាល័យសារមន្ទីរឬក៏កម្មវិធីអីផ្សេងៗដែលគេរៀបចំហើយគេមានកំណត់ម៉ោងឲ្យឬក៏ការងារណាផ្សេងដែលគេអនុញ្ញាតឲ្យបូកបញ្ចូលទៅក្នុង40ម៉ោងដែលវិទ្យាល័យបានកំណត់ដូចថ្ងៃមុនអញ្ចឹងគាត់ទៅធ្វើការងារ volunteer នៅកន្លែងធ្វើការរបស់ខ្ញុំនៅក្នុងកម្មវិធី Family Day អញ្ចឹងគាត់បាន5ម៉ោង50នាទីដែរហើយអញ្ចឹងម៉ោងគាត់បូកបានច្រើនណាស់បងប្អូនដូចជាថ្ងៃមុនគាត់ទៅផាគាត់ធ្វើមួយថ្ងៃ8ម៉ោង2ថ្ងៃជាប់គ្នាគាត់បាន16ម៉ោងដែរនឹងមានការងារផ្សេងទៀតដែលគាត់បានទៅធ្វើហ្នឹងក៏ខ្ញុំអត់បានតាមទៅថតដែរបងប្អូនដោយសារតែភាគច្រើនហៀគាត់ជាអ្នកជូនទៅប៉ុន្តែឆ្នាំនេះរដ្ឋកាណាដាបានបូកបញ្ចូលការងារមួយនេះឲ្យទៅក្នុង40ម៉ោងដែលវិទ្យាល័យកំណត់ដែរអញ្ចឹងមានន័យថាគាត់មកថ្ងៃនេះ6ម៉ោងគាត់ទទួលបាន6ម៉ោងទៀតបងប្អូនចាតែពីមុនមកគឺគាត់អត់ដែលបានទទួលទេចានិយាយទៅគេទើបតែនឹងចាប់ដើមរាប់ក្នុងឆ្នាំ2025នេះទេដែលអនុញ្ញាតឲ្យការងារមួយនេះត្រូវបូកបញ្ចូលទៅក្នុង40ម៉ោងរបស់សិស្សវិទ្យាល័យប៉ុន្តែកូនខ្ញុំគាត់លើចំនួនច្រើនប៉ុន្តែគាត់នៅតែមកទៀតបងប្អូនចាហើយចំណែកកូនពៅរបស់ខ្ញុំគាត់អត់បានទទួលម៉ោងដែលបូកបញ្ចូលនេះទេដោយសារតែគាត់នៅថ្នាក់បឋមឡើយបងប្អូនចាព្រោះវិទ្យាល័យគេគិតចាប់ពីថ្នាក់ទី9រហូតដល់ថ្នាក់ទី12អញ្ចឹងកូនពៅរបស់ខ្ញុំគាត់ទើបតែថ្នាក់ទី8ទេអញ្ចឹងមានន័យថាគាត់មកធ្វើការងារស្ម័គ្រចិត្តមួយនេះគាត់អត់បានទទួលម៉ោងនោះទេចាមានន័យថាអត់ត្រូវការបូកបញ្ចូលទេដោយសារតែគាត់រៀនអត់ទាន់ដល់ថ្នាក់វិទ្យាល័យអញ្ចឹងបើសិនជាក្មេងៗផ្សេងទៀតគាត់ចង់បានម៉ោងគ្រប់40ម៉ោងសម្រាប់បូកបញ្ចូលទៅក្នុងថ្នាក់វិទ្យាល័យគាត់អាចទៅធ្វើការងារស្ម័គ្រចិត្តនៅកន្លែងផ្សេងដែលពួកគាត់ស្វែងរកដោយខ្លួនឯងឬក៏គ្រូគេប្រាប់អញ្ចឹងណាបងប្អូនដោយសារក្មេងនៅទីនេះគាត់ដឹងហើយថាការងារមួយណាដែលគាត់អាចទៅធ្វើការងារស្ម័គ្រចិត្តបានហើយម៉ោងគាត់អាចកំណត់ខ្លួនគាត់ជ្រើសរើសការងារមួយគាត់ចង់បានប្រហែលម៉ោងក៏បានដែរនៅរយៈពេលដែលគាត់ធ្វើការមួយថ្ងៃអញ្ចឹងណាបងប្អូនក្មេងខ្លះគាត់ជ្រើសរើសមួយថ្ងៃ4ម៉ោងឬក៏8ម៉ោងឬក៏6ម៉ោងទៅតាមគាត់អាចធ្វើបានហើយចំណែកកូនខ្ញុំក៏ដូចគ្នាការងារខ្លះពេលដែលគាត់ទៅធ្វើត្រឹមតែរយៈពេល4ម៉ោងទេខ្លះក៏បាន5 6ម៉ោងអញ្ចឹងទៅហើយការងារខ្លះគាត់យកដល់8ម៉ោងតែម្ដងក្នុងមួយថ្ងៃចឹងហើយបានជាកូនប្រុសរបស់ខ្ញុំហ្នឹងគាត់ទទួលបានម៉ោងច្រើនដោយសារតែគាត់ឧស្សាហ៍ធ្វើអញ្ចឹងណាបងប្អូនប៉ុន្តែក៏គាត់នៅតែចង់ធ្វើទៀតដែរបងប្អូនចាបើសម្រាប់ខ្ញុំអត់បញ្ហាទេបើគាត់ចង់ទៅយើងមានពេលវេលាក៏អាចជូនគាត់ទៅក៏ឲ្យគាត់ទៅធ្វើបន្តទៀតទៅតាមអ្វីដែលគាត់ចង់ពីព្រោះថានេះក៏ជាបទពិសោធន៍មួយដែរដែលបង្រៀនគាត់ឲ្យចេះរកការងារធ្វើដោយខ្លួនឯងបងប្អូនដោយមិនចាំបាច់ឲ្យពុកម្ដាយជាអ្នកបង្ខំទេគឺគាត់ស្ម័គ្រចិត្តទៅដោយខ្លួនឯងគាត់មិនគិតថាអូការងារដែលគាត់ទៅធ្វើនេះជាការងារ free គ្មានបានលុយឬក៏អីទេចាប៉ុន្តែរដ្ឋគេល្អគឺគេបង្រៀនក្មេងឲ្យចេះរកការងារធ្វើ